ជំរាបសួរលោកគ្រូខ្ញុំឈ្មោះប៊ុនស្រីអសានមកពីក្រុម SV34 មាននឹងខ្ញុំមកធ្វើកិច្ចការតាក់ទងជាមួយនឹង permission management ដោយមុននឹងខ្ញុំបានបង្កើតនៅ folder បង្កើតនៅ folder មួយ SV34 ហើយនៅក្នុងនោះយើងមាននៅ finance HR management sale ជាមួយនឹង stock ហើយបន្តមកទៀតខ្ញុំបានsudo នៅក្រុមខ្ញុំបាន add ក្រុម finance មានក្រុម HRD ចឹងមានខ្ញុំបង្កើតក្រុមបន្តមកទៀតខ្ញុំបានបញ្ចេញនៅក្រុមហ្នឹងឲ្យបង្ហាញនៅក្រុមហ្នឹងបន្តមកទៀតខ្ញុំបង្កើតនៅ user មួយមានដូចជា user ITDU01 ITDU02 អីជាដើមនិង ITDU03 ហើយបន្តមកទៀតខ្ញុំមានuser របស់human HR អីជាដើមនេះគឺជា user ទាំងអស់ដែលខ្ញុំបានបង្កើតមាន IT មាន HR មាន finance មាន sales មាន stock ជាមួយនឹង management បន្តមកទៀតខ្ញុំហើយបន្តមកទៀតខ្ញុំបានធ្វើការ add user ចូលទៅកាន់ក្រុមមួយដូចជា IT DU01 0203 human resource HR 1 2 3នឹងទៅកាន់ក្រុមរបស់ HR ហើយមាន finance មាន sales មាន stock ជាមួយនឹង management នេះគឺជាការ display នីមួយទៅកាន់យើង view ក្រុមមួយថាយើងបាន add user ទាំង3នឹងចូលនៅយើងមាន IT មាន human មាន HR មាន finance មាន sales មាន stock ហើយជាមួយនឹងមាន management បន្តមកទៀតខ្ញុំធ្វើការ set owner ទៅឲ្យក្រុមនីមួយទៅឲ្យក្រុមនីមួយដែល owner ដែល user មានឈ្មោះថា finance U01 ចំណែកក្រុមមានឈ្មោះថា finance ចំណែក folder របស់ HR វិញគឺមាន HRD U01 ជា user ជាមួយនឹង HRD ជាក្រុមចំណែក IT វិញមាន ITD U01 ជា user ហើយ ITD ហ្នឹងជាក្រុមដែលមានផ្ទុកនៅ user ហ្នឹងជាក្រុមmanagement មាន management U01 ជាមួយនឹង management D ហ្នឹងជាក្រុម sale វិញគឺ sale U01 ជាមួយនឹង sale ដែលជាក្រុមជាមួយនឹង stock នេះគឺ stock U01 ជា user ហើយជាមួយនឹងជា owner ហើយអានេះជាក្រុមបាទអញ្ចឹងជួរនេះគឺជា owner ចំណែកជួរបន្ទាប់នេះគឺជាក្រុមបន្តមកទៀតខ្ញុំបាន set permission ទៅឲ្យក្រុមនីមួយមានដូចជា HR IT finance sales stock ជាមួយនឹង management គឺក្រុមនីមួយគឺ owner សម្រាប់ owner finance U01 នេះមានសិទ្ធិ read write execute ចំណែកឯ member ឬក៏ក្រុមដែលក្រុម finance ដែលមាន user នៅក្នុងហ្នឹងមានសិទ្ធិ read write ជាមួយនឹង execute ដូចគ្នាប៉ុន្តែចំណែកឯ order user ហ្នឹងគឺអត់មានសិទ្ធិទៅ read write execute ទេក្រុម order ហ្នឹងមានន័យថាក្រៅពី owner ជាមួយនឹងក្រុមចឹងមានន័យថា order ដូចជាក្រុមផ្សេងដូចជាណាផ្សេងហ្នឹងអត់អាចមក read write execute ទៅកាន់ folder របស់ finance ទេចំពោះ HR វិញខ្ញុំធ្វើដូចគ្នាowner មានសិទ្ធ read write execute ចំណែកឯក្រុមមានសិទ្ធ read write execute ដូចគ្នាចំណែកឯorder គឺអត់មានសិទ្ធធ្វើអីទេចំណែកឯ IT owner IT ហ្នឹងគឺមានសិទ្ធ read write execute ក្រុមមានសិទ្ធ read write execute ចំណែកឯ order គឺអត់មានសិទ្ធទេmanagement sale ហើយនិង stock ក៏ខ្ញុំធ្វើដូចគ្នាដែរគឺ owner មានសិទ្ធ read write execute ចំណែកឯក្រុមក៏មានសិទ្ធ read write execute ដែរប៉ុន្តែ order មិនអាចមានសិទ្ធ read write execute ទៅកាន់ folder របស់ management sale ឬក៏ stock បានទេបន្តមកទៀតខ្ញុំបានធ្វើការ log in ទៅកាន់ ITDU01 អញ្ចឹងយើងទៅធ្វើការតេស្តទាំងអស់គ្នាអញ្ចឹងខ្ញុំសុំ cd/sv34 ទីយើងចូលទៅ
chẳng dừng ai cho tất cả SV34 này thì bạn hay có tóm máu dùm cả folder mối đã tha IT folder hay dừng plus number tóm tiết dừng CD cho tới IT folder nâng máu hay dừng các file dừng ở lại mơ chân dừng khơi file file môi đột chuột là hồ tạo file phèm đột chuột tổng mà tiết dừng chỉ dừng cho tới căn folder bỏ kịp xây cứ permission deny chẳng mình đây tha không niệm IT chỉ không niệm IT on a cho tất cả folder bỏ finance mà này đời xa tại nó không folder bỏ finance sầmรับ IT គឺជា order ចឹង order គឺអាចចូលទៅកាន់ group finance សម្រាប់ read write ហើយ execute បានតែមានតែ owner របស់ finance owner user មួយរបស់ finance ជាមួយនឹង group របស់ finance ទៅអាចចូលទៅ read write execute បានចឹងខ្ញុំសូមធ្វើការ access តមកទៀតយើងចូលទៅកាន់ user របស់ HR ម្ដង sudo login eu 01 ចឹង web password ចឹងយើងចូលទៅកាន់ user របស់ HR បានហើយតមកយើង cd 234 HR តមកយើងចូលទៅកាន់ folder របស់ HR ហើយយើងបង្កើត folder មួយនៅក្នុងហ្នឹងដាក់ថា HR folder ចឹងបន្តមកទៀតយើង ls មើលអូបន្តមកទៀតយើងចូលទៅកាន់ folder HR ទៅ enter មកហើយយើង touch យើងបង្កើត file នៅក្នុងនោះ touch HRចឹងនៅក្នុង HR យើងបាននៅក្នុង folder HR folder ហ្នឹងយើងបានបង្កើតនៅ file ចំនួន5មានឈ្មោះថា HR 1.chut រហូតដល់ HR 5.chut ចឹងឥឡូវខ្ញុំសូមធ្វើការសាកចូលទៅកាន់របស់ folder ផ្សេងចឹង permission deny ចឹងមានន័យថាកន្លែងហ្នឹងគឺដូចទៅនឹងពេលដែលខ្ញុំឈរទៅកាន់ owner user IT ហើយខ្ញុំចូលទៅកាន់ folder finance គឺអត់អាចចូលបានទេចឹងក្នុងនេះក៏មានលក្ខខណ្ឌដូចគ្នាដែរនៅពេលដែលខ្ញុំឈរនៅលើ HR user HR DU01 ហ្នឹងហើយខ្ញុំបានចូលទៅកាន់ folder របស់ IT គឺខ្ញុំមិនអាចចូលទៅកាន់បានទេដោយសារតែ folder HR ហ្នឹងសម្រាប់ IT គឺជា order ចឹងអាចចូលបានទេចឹងឥឡូវខ្ញុំសូមធ្វើការតេស្តនៅ user ផ្សេងទៀតឥឡូវខ្ញុំ access sudo login file
số mùi password chẳng à lợi dụng man cho nên là vài finance user và finance hết dùng cd cho từក្នុង folder financeต่อcáต่อมาdùng xong bậc caoใน folder មួយនៅក្នុងនោះចឹងបន្តមកទៀតយើង cd ចូលទៅកាន់ folder finance ហ្នឹងតមកយើងធ្វើការបង្កើត file touch chẳngនៅក្នុង folder នៅក្នុង finance folder ខ្ញុំបានបង្កើត file 5 គឺមានឈ្មោះ file 1.qt finance 1.qt រហូតដល់ finance 5.qt ចឹងបន្តមកទៀតខ្ញុំសាកចូលទៅក្នុង folder របស់អ្នកដទៃរបស់ group ដទៃចឹងខ្ញុំសម្រាប់ user finance user មួយហ្នឹងក៏អត់អាចចូលទៅកាន់ folder sale បានដែរដោយសារគាត់មានសិទ្ធិទៅធ្វើ order ទេសម្រាប់ folder sale ចឹងខ្ញុំសូមធ្វើការ access ហើយនឹងតេស្តនៅ folder ផ្សេងបន្តទៀត sudo login sale useខ្ញុំសូមធ្វើការបង្កើត folder cdចឹងនៅក្នុងfolder ឈ្មោះថា cell folder ហ្នឹងគឺខ្ញុំបានបង្កើតនៅ file 5មានឈ្មោះ cell 1 cell 1.qt រហូតដល់ cell 5.qt ចឹងឥឡូវខ្ញុំចូលទៅកាន់ folder របស់អ្នកដទៃរបស់ group ដទៃទៀតចឹងគឺខ្ញុំមិនអាចចឹងសម្រាប់ user cell user មួយហ្នឹងគឺអាចចូលទៅកាន់ folder stock បានទេ access login stock ណាស់យើងបង្កើតចឹងនៅក្នុង folder របស់ stock ហ្នឹងនៅក្នុង folder របស់ stock ធំហ្នឹងគឺខ្ញុំបានបង្កើតនៅ folder មួយទៀតគឺឈ្មោះថា stock folder ហើយយើង ls បន្តមកទៀតយើងចូលទៅកាន់នៅ stock folder ហ្នឹងដើម្បីបង្កើតនៅ file ចឹងយើងចូលបានហើយយើងចូលទៅបង្កើត file វាអូខេenter ចឹងខ្ញុំប
បានបង្កើតនៅ file មួយមាន stock មួយខ្ជូតរហូតដល់ stock 5ខ្ជូតបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់ folder អ្នកដទៃfolder គ្រប់ផ្សេងខ្ញុំចូលទៅកាន់ folder management គឺ permission denied ខ្ញុំមិនចូលបានទេគឺលក្ខខណ្ឌវាគឺដដែលដោយសារតែសម្រាប់ stock សម្រាប់ user stock user មួយហ្នឹងទៅកាន់ folder management គាត់ខកធំតែជា order ឯគាត់មិនមែនជា owner ឬក៏គ្រប់មួយ management ទេ management បាទគាត់មិនមែនគ្រប់មួយ management ទេគាត់ទៅធំជា order អញ្ចឹងគាត់អាចចូលទៅកាន់បានទេអញ្ចឹងចុងក្រោយខ្ញុំសូមតេស្តនៅ user ចុងក្រោយគេមក sudo login គឺ user management user មួយពី3ចឹងបន្តមកហើយខ្ញុំសូមចូលទៅកាន់នៅ folder បន្តមកទៀតខ្ញុំបង្កើតនៅ folder មួយទៀតមានឈ្មោះថា manage folder enter ចឹងយើងចូលទៅកាន់ folder manage ហ្នឹងទៅបន្តមកទៀតយើងធ្វើការបង្កើតនៅ file enter មកយើងអត់អះមើលគឺថានៅក្នុង folder management manage folder ហ្នឹងខ្ញុំបានបង្កើតនៅ file 5ដែលក្នុង file ហ្នឹងមានឈ្មោះ management 1.qt រហូតដល់ management 5.qt បន្តមកខ្ញុំសាកយក user ហ្នឹងចូលទៅកាន់ folder គេអ្នកដទៃគឺ permission denied អញ្ចឹងដូចគ្នានេះដែរ management user management user មួយហ្នឹងសម្រាប់ folder IT គាត់ត្រឹមតែជា order ឯងគាត់មិនមែនជាgroup គាត់មិនមែនជា group ឬក៏ owner ឯងអញ្ចឹងមានន័យថាសម្រាប់ management សម្រាប់ user 01 management ហ្នឹងទៅកាន់ folder IT ហ្នឹងគាត់តែជា order អញ្ចឹងគាត់អត់មានសិទ្ធិ read write execute អីទាំងអស់គឺមានតែ owner ជាមួយនឹង group របស់មាន owner ITD U01 ជាមួយនឹង group ITD ទេដែលអាចនឹងសិទ្ធិ read write និង execute បានអញ្ចឹងការ record video របស់ខ្ញុំបញ្ចប់ទៅត្រឹមនេះខ្ញុំសូមអរគុណលោកគ្រូ